បាទជំរាបសួរបងប្អូនទាំងអស់ជាទីគោរពថ្ងៃនេះយើងជួបគ្នាទៀតហើយពាក់ព័ន្ធនឹងស្ថានភាពនៅស្រុកទេសនៅក្នុងប្រទេសរបស់យើងក៏ដូចជាស្ថានភាពនៅក្នុងបណ្ដាប្រទេសនៅលើពិភពលោកមួយចំនួនបាទហើយខ្ញុំបាននិយាយពាក់ព័ន្ធនឹងរឿងគេនិយាយថារឿងបុរាណណាចាតែងតែពោពិឬក៏ចាមកតគ្នាពាក់ព័ន្ធទៅនឹងគេអ្នកខ្លះហៅនិយមថាជាពុទ្ធជំនាញបាទហើយឈុតមុនខ្ញុំវគ្គមុនខ្ញុំបាននិយាយអំពីបញ្ហាដែលថាខ្មែររត់ឡើងរូងដីហើយរត់ឡើងរូងថ្មហើយចិត្តមិនល្អបាត់បង់ដីក៏បានលួចហើយដែរហើយពាក់ព័ន្ធនឹងព្រៃគោរលំក្នុងពេញរលាយបង្កក់ខ្ចាត់ចៅសបាយអង្គរវត្តខ្ញុំនិយាយហើយដែរហើយវគ្គចុងក្រោយនេះខ្ញុំនិយាយអំពីពាក់ព័ន្ធទៅនឹងគេថាកមុំឡាវតែងខ្លួនកមុំខ្មែររត់ពូនដំបៅយោយួនខ្លាខាងចិនបាទអញ្ចឹងមុននឹងឈានដល់កំណាព្យមួយនេះឬពាក្យចាស់បុរាណពូទាំងអស់នេះខ្ញុំងាកផ្ដោតអារម្មណ៍បងប្អូនពាក់ព័ន្ធទៅនឹងព្រៃនគររលំក្នុងពេញរលាយបង្កក់ចាត់ចាយសបាយអង្គរវត្តបាទហើយចាំវគ្គក្រោយខ្ញុំនិយាយរឿងកមុំឡាវតែងខ្លួនnhưngនៅក្នុងវគ្គនេះបាទរំលឹកឡើងវិញពាក់ព័ន្ធនឹងព្រៃនគររលំបាទព្រៃនគរយើងនៅកម្ពុជាក្រមក៏រលំបាទបារាំងបានកាត់ឲ្យវៀតណាមគ្រប់គ្រងរួចទៅហើយដែរហើយក្នុងពេញរលាយក៏មិនទាន់ជាដល់ពេលដែរគឺបងប្អូនតែនិយាយថាចំនួនខ្មែរក្រហមមិនមែនវគ្គដែលត្រូវក្នុងពេញរលាយទេគឺគេនិយាយថាក្អែកខ្មៅចុះស៊ីមនុស្សបាទអញ្ចឹងវគ្គក្អែកខ្មៅចុះស៊ីមនុស្សក៏វាកន្លងផុតទៅហើយដែរបាទហើយមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅគឺយើងមិនទាន់ដល់វគ្គហ្នឹងដែរបាទបន្ទាប់ពីព្រៃនគររលំភ្នំពេញរលាយបង្កក់ចិត្តកាយចវាយអង្គរវត្តបញ្ចប់ពីវគ្គហ្នឹងទៅបានវាអាចយើងឈានទៅដល់ថាមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅហើយខ្ញុំក៏និយាយរួចហើយដែរបាទហើយពាក់ព័ន្ធខ្ញុំរំលឹកឡើងវិញទៅព្រឹត្តិការណ៍ទៅនឹងថាភ្នំពេញរលាយគឺយើងមិនទាន់ដល់ពេលនៅឡើយទេតែបងប្អូនឃើញស្រាប់ហើយស្ថានភាពបច្ចុប្បន្ននេះគឺពាក់ព័ន្ធទៅនឹងក្តៅសភាពការក្តៅពាក់ព័ន្ធនឹងកម្ពុជាថៃបច្ចុប្បន្នគឺមានការផ្ទុះអាវុធកាន់តែខ្លាំងទៅបាទហើយយើងគិតមើលឃើញថាកាលពីដើមឡើយថៃក៏មិនមានការមានកំហឹងឬក៏មានការប្រយុទ្ធឬធ្វើសង្គ្រាមទម្លាក់គ្រាប់បែកបាញ់ប្រហារដោយខ្មោចដូចកំរោលចូលអញ្ចឹងបាទពីមុនថៃមិនមែនជាអញ្ចឹងទេប្រទេសដែលកាន់ពុទ្ធសាសនាមួយដឹងបុណ្យដឹងបាបចុះហេតុអីនៅពេលបច្ចុប្បន្ននេះថៃឈានទៅដល់កម្រិតដូចកំរោលចូលបាទដោយសារចូលមកក្នុងភូមិបាញ់ប្រជាជនសម្លាប់ប្រជាជនទម្លាក់គ្រាប់បែកទៅលើទៅកន្លែងបុរាណទៅលេងទីតាំងបាទបេតិកភណ្ឌពិភពលោកបាញ់ទៅលើមន្ទីរពេទ្យទៅលើផ្ទះប្រជាជនទៅលើវត្តអារាមផ្សេងបាទអញ្ចឹងថៃដូចជាកម្រោចូលអញ្ចឹងបាទអញ្ចឹងកាលណាកាន់ពុទ្ធសាសនារក្សាសិលមិនបានត្រឹមត្រូវអានឹងកម្រោចូលបាទកម្រោចូលអញ្ចឹងវាជាពេលវេលាមួយអាចដល់ពេលវេលាដែលបណ្ដាលបាទឲ្យមនុស្សនៅលើពិភពលោកពោពេញនៅដោយកំហឹងបាទពោពេញនៅកំហឹងចូលចិត្តនឹងការប្រើអំពើហិង្សាអញ្ចឹងវាដល់ពេលវេលានេះហើយបងប្អូនគួរតែភ្ញាក់ខ្លួនពាក់ព័ន្ធទៅនឹងចាស់បុរាណហៅថាឲ្យយើងរក្សាសិលបាទសមាទានសិលធ្វើអំពើល្អគឺយើងអាចរួចផុតពីវាល3នៅពេលខាងមុខនេះហើយបើសិនថាយើងប្រព្រឹត្តនៅអំពើអាក្រក់អញ្ចឹងអ្នកដែលប្រព្រឹត្តអំពើអាក្រក់អាហ្នឹងគាត់ដឹងខ្លួនគាត់ច្បាស់ហើយថាគាត់ប្រព្រឹត្តអំពើអីខ្លះយើងគាត់ដឹងច្បាស់ណាខ្លួនឯងគាត់ដឹងច្បាស់ខ្លួនឯងគាត់ហើយអញ្ចឹងយើងមិនអាចនិយាយទេអញ្ចឹងក្នុងដំណាក់កាលសង្គ្រាមលោកទី3នេះគឺជាវគ្គដែលត្រូវជំរុះមនុស្សអាក្រក់បាទនៅលើពិភពលោកបាទអ្នកណាប្រព្រឹត្តអំពើអាក្រក់បាទចូលចិត្តប្រព្រឹត្តអំពើនៅបាបកម្មអីផ្សេងហ្នឹងគឺទៅមុខទៀតមិននៅទេបងប្អូនអត់មានបណ្ណាសល់ទេបាទគឺអស់រលីងហើយបាទវគ្គនេះគឺអស់ខ្ទេចខ្ទីហើយមួយទៀតចង់និយាយថាហេតុអីបានជារាជរដ្ឋាភិបាលមិនព្រមប្រើសំណាញ់មេឃបាញ់ប្រហារយន្តហោះចៅសៀមស្មាទុះអធិស្ឋានបាទទីហ៊ានសៀមខ្ញុំហ៊ាននិយាយធនធ្ងរទេហេតុអីបានជាលោកមិនបាញ់ហើយប្រជាជនខ្លះតែងតែស្រែកទទូចសុំហេតុអីក៏ថាមិនបាញ់ហើយពីមុនអេបទៅ6ទម្លាក់ហើយថាផងអាមេរិកទិសតល់ហេតុអីមិនបាញ់ឥឡូវដល់វគ្គយន្តហោះកូរ៉េខាងត្បូងហើយហេតុអីមិនបាញ់អានេះបើតាមការយល់ឃើញរបស់ខ្ញុំដែលខ្ញុំតាមដានស្ថានភាពនយោបាយបាទទៅតាមលំដាប់ដោយគឺបងប្អូនមានចាំបានទេពាក្យសម្ដីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគាត់បាននិយាយថាការវិផ្ទុះសង្គ្រាមទី1គាត់និយាយថាក្នុងមួយជួរភ្នំដងរែកបាទពីព្រះវិហាររហូតមកដល់
តាកបីតំន់តូចតំន់ធំបាទរហូតដល់ប្រាសាទខ្នាយើងមកជំនាញភ្នំដងរិចគឺគាត់បិទគាត់ទប់មិនឲ្យថៃចូលបានទេគាត់ទប់គាត់បាននិយាយថាគេថាកងកម្លាំងបដុំគ្នាពេលដែលមានការចាំបាច់មកស្ត្រីឈ្លានពានគឺបំបែកកម្លាំងបាទតាមព្រំដែនវាវាយផ្ដាច់កម្លាំងយើងគឺយឺតដូចកស៊ូយើងទាញយឺតដូចកស៊ូយើងពេលបលែងរត់ចូលវិញបាទយើងគឺស៊ូដូចយឺតគឺទាញយឺតចេញហ្មងខ្ញុំគាត់ថាហេតុអីបើគាត់បិទគាត់មិនឲ្យចូលទេមូលហេតុគឺយើងអត់ដឹងតែហេតុអីបើគាត់មិនឲ្យចូលមួយជំនាញខាងហ្នឹងបាទព្រោះទីតាំងភូមិសាស្ត្រវាមានការអំណោយផលបាទអំណោយផលច្រើនសម្រាប់យើងបើយើងរក្សាទីតាំងកន្លែងហ្នឹងគឺហាក់ដូចជាយើងមានប្រៀបទៅលើទាហានសៀមហើយហេតុអីមកគាត់ថាសុខចិត្តគាត់បលែងមួយជំនាញប៉ោយប៉ែតបាត់បងមួយជំនាញគាត់បលែងខាងហ្នឹងបាទមួយជំនាញខាងប៉ោយប៉ែតចុះមកគាត់ញ៉ាកន្លែងនេះគាត់អត់ទុកទេគាត់បលែងឲ្យចូលមកអានេះជាយុទ្ធសាស្ត្ររបស់គាត់ថាឲ្យចូលបាននេះបញ្ជាក់ថាឲ្យឃើញថាពិភពលោកនេះមើលឃើញថាសៀមកំពុងតែឈ្លានពានប្រទេសកម្ពុជាហើយបាទអញ្ចឹងអានេះគាត់បលែងឲ្យចូលឥឡូវបងប្អូនឃើញទេសៀមរហូតដល់ចូលទម្លាក់ក្របបែកកាន់តែជ្រៅទៅបាទពីមុន50គីឡូដីឥឡូវឡើងដល់70គីឡូដីឥឡូវឡើងដល់100ជាងគីឡូដីរហូតដល់ភ្នំសំពៅអញ្ចឹងចូលជ្រៅណាអញ្ចឹងហើយបងប្អូនមិនឃើញលទ្ធផលខ្លះទេអញ្ចឹងកាន់តែចូលជ្រៅទៅឥឡូវរហូតដល់ភ្នំសំពៅរហូតជិតដល់ខេត្តសៀមរាបអីផ្សេងបងប្អូនមានចំណាំបានទេឥឡូវបងប្អូនមានសង្កេតមើលសកម្មភាពឬចលនានៅលើពិភពលោកនេះឃើញថាមានប្រទេសធំចំនួនច្រើននៅលើពិភពលោករហូតដល់អឺរ៉ុបគេចេញមកគ្រប់គ្រងប្រទេសខ្មែរយើងណាបាទគ្រប់គ្រងប្រទេសខ្មែរយើងហើយគេក៏ចាប់ដាំស្កោទុះទាហានថៃដែរដែលចូលមកឥឡូវគេបញ្ជាក់ណាគេប្រើពាក្យនិយាយថាចូលមកឈ្លានពាននៅក្នុងទឹកដីកម្ពុជារបស់យើងគឺចូលមកឈ្លានពានតែម្ដងពីមុនគេអត់មាត់ទេគេគាត់ថាឲ្យស្រួលឲ្យចរចាគ្នាឲ្យរក្សាបត់ឈប់បាញ់តែឥឡូវនេះថៃកាន់តែក្លឿនកាន់តែប្រហឿនទម្លាក់កាន់តែជ្រៅទៅរហូតដល់ចូលភូមិប្រជាជនបាញ់សម្លាប់ប្រជាជនប្លន់យកទ្រព្យសម្បត្តិប្រជាជនរហូតដល់ទម្លាក់គ្រាប់បែកលើសាលារៀនអីផ្សេងអញ្ចឹងឃើញសម្ដេចហ៊ុនសែនក៏ធ្វើយុទ្ធសាស្ត្រមួយហ្នឹងដើម្បីបង្ហាញឲ្យពិភពលោកមើលឃើញថាថៃចូលឈ្លានពានប្រទេសកម្ពុជាអញ្ចឹងដល់វគ្គក្រោយនេះទៀតគាត់ចាំមើលនេះខ្ញុំបង្ហើបណាបងប្អូននៅពេលដែលពិភពលោកចាប់ដាំស្កោទុះថៃទទួលស្គាល់ថាថៃជាអ្នកឈ្លានពានកម្ពុជាមុនអញ្ចឹងដល់ពេលនោះឯងសំណាញ់មេឃយើងកុំអាបន្ទោសកុំអាខឹងសម្បាយគាត់យើងតាមដានពេលនោះឯងចាំមើលគាត់នឹងលេងវិញហើយបងប្អូនលេងវិញហើយពីព្រោះឥឡូវគាត់កំពុងតែអត់ធ្មត់រងចាំសម្លេងឆ្នោតរងចាំសម្លេងស្កោទុះនិងសម្លេងគាំទ្រកម្ពុជាកាលណាមានសម្លេងគាំទ្រសម្លេងស្កោទុះច្រើនទៅលើថៃហើយគាំទ្រខ្មែរនឹងច្រើនពេលនោះឯងគាត់វាយបក់វិញហើយបងប្អូនវាយបក់វិញហើយដល់ពេលនោះគឺថៃធ្ងន់ធ្ងរខ្លាំងមែនទែនធ្ងន់ធ្ងរខ្លាំងមែនទែនព្រោះគាត់និយាយលើកនេះមិនមែនត្រឹមការពីគឺវាយបក់វិញតែម្ដងវាយបក់ខ្លាំងតែម្ដងអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមមើលសេណារីយ៉ូនយោបាយដែលកម្ពុជាយើងដើរឈានដល់កម្រិតមួយគឺអាចនឹងយើងបញ្ចេញនៅអាវុធពិសេសបាទទៅលើថៃវិញហើយអញ្ចឹងយើងរងចាំមើលទៅទៀតហើយបងប្អូនត្រូវចងចាំថាឥឡូវនេះប្រទេសយើងគឺចាប់ផ្ដើមគ្រប់គ្រងបណ្ដាប្រទេសផ្សេងៗគ្រប់គ្រងប្រទេសយើងច្រើនហើយទទួលស្គាល់ថាថៃចូលឈ្លានពានប្រទេសកម្ពុជាបាទមិនមែនកម្ពុជាចូលឈ្លានពានប្រទេសថៃដូចថៃអះអាងកន្លងមកលាបពណ៌ឲ្យខ្មែរយើងថាញ៉េះមួយបាញ់ថៃមុនអីមុនរហូតដល់គេបើករហូតដល់ផ្កាយរណបគេដឹងមិនមែនថាគេមិនបើកមើលផ្កាយរណបមិនឆែកមើលផ្កាយរណបគេឆែកមើលឬគាត់គេមិនតន់បញ្ចេញជាបើកចំហបញ្ចេញជាផុសតាំងបើគេមិនមើលគេមិនចេញមកគ្រប់គ្រងខ្មែរយើងគេមិននិយាយពីថៃឈ្លានពានខ្មែរទេហើយគេក៏មិននិយាយថាថៃនេះជាអ្នកចូលបាទសូម្បីតែអាមេរិកក៏ដូណាល់ត្រាំក៏និយាយថាថៃនេះគឺឈ្លានពានខ្មែរខ្ញុំមានន័យថាផ្កាយរណបគេបើករឿងហើយគាត់គេមិនតន់បញ្ចេញជារូបភាពឲ្យយើងមើលជាសាធារណៈអញ្ចឹងបើសិនជាមិនឃើញផ្កាយរណបគេមិនមកគ្រប់គ្រងខ្មែរយើងទេគេមិនទទួលស្គាល់ថាខ្មែរយើងគិនជាប្រទេសមួយរងគ្រោះប្រទេសតូចតែប្រទេសធំមានអំណាចខ្លាំងសេដ្ឋកិច្ចខ្លាំងមកវាទីឬទន្ទ្រានឬឈ្លានពានទៅប្រទេសកម្ពុជារបស់យើងអញ្ចឹងយើងមានសម្លេងច្រើនហើយអញ្ចឹងចាំមើលពេលដែលមានសម្លេងស្កោទុះកាន់តែច្រើនទៅគ្រប់គ្រងខ្មែរច្រើនទៅយើងពេលនោះឯងខ្មែរយើងនឹងវាបកអាវុធធ្ងន់ទៅថៃវិញហើយនេះដែលសមនឹងពាក្យនិយាយថាខ្មែររត់ឡើងរូងដីថៃរត់ឡើងរូងថ្មថៃចិត្តមិនល្អបាត់បង់ទឹកដីនៅពេលហ្នឹងហើយអញ្ចឹងបងប្អូនកុំបន្ទោសរាជរដ្ឋាភិបាលហេតុអីទ្រាំចំណាញ់មេឃអ្នកណាព្រោះមិនតាន់ដល់វគ្គដែលត្រូវប្រើនៅរងចាំមើលការគ្រប់គ្រងពីបណ្ដាប្រទេសមួយចំនួននៅប្រទេសជាច្រើនទៀតនៅលើពិភពលោកគ្រប់គ្រងខ្មែរច្រើនពេលនោះខ្មែរនឹងធ្វើការឆ្លើយតបវិញយ៉ាងខ្លាំងក្លាជាក់ជាមិនខាន
អូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជូនបងប្អូនបាទអញ្ចឹងចាំវគ្គក្រោយទៀតខ្ញុំនិយាយអំពីកំមុំឡាវតែងខ្លួនកំមុំខ្មែររត់ពួនដំបូលយូយួនផ្លាខាំចិនបាទខ្ញុំអរគុណច្រើនបងប្អូនសូមអរគុណសូមជម្រាបលា